សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមេរៀនមួយទៀតដែរដែលនិយាយអំពីជំងឺគ្រុនពោះវៀនដែលភាសាអង់គ្លេសនោះគឺ Thai Foil Fever បារាំងគឺ Psoriasis នេះគឺមេត្តាមកខ្ញុំទី1គឺទិដ្ឋភាពទូទៅទី2ភ្នាក់ងារបង្កមូលហេតុជំងឺទី3 Epidemic សាស្ត្រទី4រោគសាស្ត្រ5ផលវិបាកទី6រូបសញ្ញាទី7អម clinic ទី8ការព្យាបាលទិដ្ឋភាពទូទៅជំងឺគ្រុនពោះវៀនគឺជាជំងឺឆ្លងដែលប៉ះពាល់ដល់ប្រជាជនយើងទាំងទីក្រុងនិងជនបទជំងឺគ្រុនពោះវៀនជារឿយៗឆ្លងដោយការបរិភោគអាហារដែលកខ្វក់ភ្នាក់ងារបង្កជំងឺដែលវាជាពពួក Salmonella ហើយវាជាក្រុម Enterobacteria Gram negative bacilli Salmonella នោះគឺមាន2ទី1នោះគឺ Salmonella typhi ទី2 Salmonella paratyphi ដែល Salmonella paratyphi ហ្នឹងគឺវាមានភាគតិចច្រើននេះគឺនិយាយអំពី epidemic សាស្ត្រជំងឺគ្រុនពោះវៀនគឺជាបញ្ហាសុខភាពដ៏ធំមួយនៅប្រទេសយើងវាបានជាអត្តពលទៅលើមនុស្សគ្រប់វ័យប៉ុន្តែជាពិសេសទៅលើក្មេងជំទង់ហើយនៅប្រទេសបារាំងវិញគឺមាន2/3នៃករណីជំងឺនេះត្រូវបានឆ្លងមកពីប្រជាជនមកពីខាងអាហ្វ្រិកខាងជើងនិងតំបន់ត្រូពិកការចម្លងមេរោគនោះការឆ្លងដោយផ្ទាល់ដោយដៃកខ្វក់ការប៉ះពាល់នឹងលាមកឆ្លងមេរោគហ្នឹងការបោកគក់កខ្វក់ហើយមួយទៀតការឆ្លងដោយប្រយោលគឺតាមរយៈការទទួលទានទឹកឬអាហារដែលប៉ះពាល់លាមកនិងទឹកនោមរបស់អ្នកជំងឺឬក៏អ្នកផ្ទុកមេរោគហ្នឹងដែលមានដូចជាចងអាហារសមុទ្រឬក៏បន្លែរោគសាស្ត្រដែលនេះតកតងនឹង physiology មេរោគជាតិចូលទៅក្នុងភ្នាសៅនៃពោះវៀនតូចរបស់យើងដោយវាឆ្លងកាត់ reticuloendothelial cell ហើយនៅទីនោះមេរោគបង្កើតកូនចៅជាច្រើនមុននឹងវាចូលទៅក្នុងចរន្តឈាមហើយបន្ទាប់មកចូលទៅចរន្តឈាមហើយរួចត្រឡប់ចូលទៅក្នុងបន្ទះ Peyer's ទើបចេញរោគសញ្ញាផលវិបាកនៃជំងឺគ្រុនពោះវៀននោះមានដូចខាងក្រោមមានការហូរឈាមតាមពោះវៀនរលាកស្រោមពោះវៀន septicemia រលាកសាច់ដុំបេះដូងរលាកខួរក្បាលអាចឲ្យ anemia ស្លេកស្លាំងនឹងឈឺសន្លាក់ដៃជើងរោគសញ្ញាបន្ទាប់ពីមេរោគចូលទៅក្នុងខ្លួនយើងហើយនឹងចេញជារោគសញ្ញាក្នុងចន្លោះពី10ទៅ21ថ្ងៃជំងឺគ្រុនពោះវៀនហ្នឹងគឺវាគ្រុនក្តៅជាលំដាប់39-40អង្សាហើយនៅពេលដែលក្តៅហ្នឹងគឺមានអាការៈឲ្យយើងឈឺក្បាលដេកអត់លក់អស់កម្លាំងមិនឃ្លានអាហារពេលខ្លះធ្វើឲ្យយើងមានចំពោះទល់លាមករាកនិងអណ្ដាតសហើយចង្វាក់បេះដូងយឺតចំពោះមនុស្សពេញវ័យតែក្មេងនោះវាមានភាគតិចណាស់មានការហូរឈាមតែវាកម្រដែរផ្លូវអាហារកុមារដែលអាចធ្វើឲ្យរលាកពោះវៀនឬក៏រលាកកាពះពោះវៀន gastroenteritis មើល labo មើល CBC មាន leukopenia ហើយ neutropenia កោសិកាឈាមសគឺចុះហើយយើងអាចយកឈាមទៅធ្វើ culture យកទៅបណ្ដុះមេរោគហើយមួយទៀតគឺតាក់ទងនឹងការមើល Vidal ដែលយើង detect រោគ antibody បន្ទាប់ពីមានការឆ្លងរោគ7ថ្ងៃហើយតេស្តនេះវាផ្ដល់ប្រយោជន៍តិចតួចក្នុងការធ្វើរោគវិនិច្ឆ័យវាអត់ជា specific ទេទៅលើជំងឺគ្រុនពោះវៀនតាក់ទងនឹងតេស្ត Vidal ហ្នឹងហើយតេស្តហ្នឹងយកជាការបានកាលណាតម្លៃរបស់វាលើសពី1លើ320ហើយមួយទៀតគឺយើងយកលាមកទៅបណ្ដុះការយកលាមកទៅបណ្ដុះនេះគឺវាធ្វើឲ្យយើងធ្វើរោគវិនិច្ឆ័យទៅលើមេរោគហ្នឹងទៅលើជំងឺហ្នឹងបានច្បាស់ហើយនៅមួយទៀតនោះគឺយកទឹកនោមទៅធ្វើ culture ដែរធ្វើយកទៅបណ្ដុះការព្យាបាលគឺយើងយកក្រុមថ្នាំរបស់ពួក fluoroquinolone ពពួក ofloxacin ciprofloxacin គឺយើងប្រើវាដោយគុណគីឡូហើយរយៈពេលប្រើជាមធ្យមការព្យាបាលគឺ7ថ្ងៃហើយក្រុមមួយទៀតដែលយើងយកមកព្យាបាលបានដែរគឺពពួក cephalosporin ចំនួនទី3គឺពពួក cetrizazone ហើយមួយទៀតគឺ azithromycin ដែលដូសរបស់វាហ្នឹងគឺថ្ងៃដំបូងយើងប្រើវា1ក្រាមហើយបន្ទាប់មកយើងប្រើវា5មីលីក្រាមរយៈពេល6ថ្ងៃហើយការព្យាបាលទ្រទ្រង់ក្នុងករណីវាមានរោគសញ្ញាតុកសិកខ្លាំងគឺយើងប្រើ prednisone បើមានការហូរឈាមគឺយើងមានការដាក់ឈាមហើយយើងព្យាបាលដោយជំងឺគ្រុនក្តៅនេះគឺយើងប្រើប៉ារ៉ាបើសិនជាមានខ្វះជាតិទឹកគឺយើងបង្គ្រប់ជាតិទឹកឲ្យអ្នកជំងឺការឲ្យទឹកផឹកឲ្យទឹកដូងទឹកសណ្តែកឬក៏ប្រើសេរ៉ូមហើយក្នុងករណីប្រើសេរ៉ូមនេះគឺទៅតាមសភាពជំងឺដែរយើងអាចប្រើប្រភេទជា Ringer lactate ឬក៏សេរ៉ូម 5% ហ្នឹងហើយកន្លែងនេះបើសិនជំងឺមានការចុកពោះយើងអាចឲ្យជាថ្នាំបំបាត់ចុកពោះមានដូចជា Spafong អីចឹងទៅការថែទាំនិងការការពារចំពោះការថែទាំយើងត្រូវផ្ដល់ចំណីអាហារឲ្យបានឆាប់និងសមស្របជៀសវាងអាហារហើរឬក៏ឆៅលាងដៃរបស់អ្នកឲ្យបានទៀងទាត់បន្ទាប់ពីការប៉ះពាល់ជាមួយអ្នកជំងឺមុននិងក្រោយបរិភោគអនាម័យចំណីអាហារយ៉ាងម៉ត់ចត់មុនពេលទទួលទានជាពិសេសផ្លែឈើផ្សេងៗជាពិសេសផ្លែឈើបន្លែនិងបន្លែឆៅផ្សេងៗកង្វះអនាម័យធ្វើពពួកមីក្រូបទាំងនោះ
អាចឆ្លងចូលទឹកផឹកឬក៏អាហារដែលយើងបរិភោគបានបាទមេរៀនរបស់ខ្ញុំគឺមានតែបញ្ញាហើយសូមអរគុណចំពោះការតាមដានទស្សនាកុំភ្លេចជួយ Subscribe ផងដើម្បីទទួលបានមេរៀនថ្មីបន្ថែមទៀតដែលវីដេអូក្រោយៗខ្ញុំនឹងស្រាវជ្រាវរកមេរៀនឬក៏ជំងឺណាដើម្បីយកមកចែកជូនបងប្អូន